កម្ពុជាស្លូតទេតែបើនិយាយអ្វីហើយត្រូវតែធ្វើឲ្យបានមិនឲ្យលើស1នាទីឡើយការកំណត់24ម៉ោងមកដល់ភ្លាមកម្ពុជាសម្រាប់ធ្វើការបិទច្រកព្រំដែនកម្ពុជាថៃនៅខេត្តបាត់ដំបងទាំងស្រុងតែម្ដងលើកលែងតែការធ្វើដំណើរដោយថ្មើរជើងរបស់ប្រជាពលរដ្ឋកម្ពុជានិងប្រជាពលរដ្ឋថៃព្រមទាំងពលករខ្មែរក្រៅពីនេះរាល់ការដឹកទំនិញបន្លែនិងផ្លែឈើគឺបិទទាំងស្រុងគ្រប់ច្រកតែម្ដងកាលពីថ្ងៃទី16ខែមិថុនាឆ្នាំ2025ម្សិលមិញនេះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថាទុកពេល24ម៉ោងឲ្យថៃប្រសិនបើថៃបើកច្រកធម្មតាវិញកម្ពុជាក៏នឹងបើកធម្មតាវិញដែរតែក្រោយពីរយៈពេល24ម៉ោងដែលកម្ពុជាបានទុកពេលវេលាឲ្យយោធាថៃបើកច្រកធម្មតាមិនមានការប្រែប្រួលឡើយគឺថៃបើកនៅម៉ោង8និងបិទនៅម៉ោង4ជាធម្មតារហូតមកដល់ព្រឹកមិញនេះឃើញថាមានសារព័ត៌មានថៃមួយចំនួនបានចាប់ផ្ដើមផុសបន្តបន្ទាប់ហើយសួរថារយៈពេល24ម៉ោងមកដល់ហើយហេតុអ្វីក៏មិនឃើញបិទច្រកទាំងអស់នៅមានការដើរចេញចូលធម្មតាសួរក្នុងអត្ថន័យឌឺដងមកកម្ពុជាតែម្ដងមិនឲ្យលើស1នាទីទេគ្រាន់តែដល់អសានវត្ត24ម៉ោងភ្លាមកម្ពុជាក៏ចាប់ផ្ដើមអនុវត្តបទបញ្ជារដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការនាំចូលបន្លែផ្លែឈើពីប្រទេសថៃដោយអនុវត្តចាប់ពីម៉ោង9ព្រឹកនាថ្ងៃអង្គារទី17ខែមិថុនាឆ្នាំ2025នេះតទៅក្រៅពីច្រកទ្វារអន្តរជាតិដងដែលស្ថិតនៅស្រុកគំរៀងខេត្តបាត់ដំបងនៅមានច្រក4ទៀតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងដូចជាច្រកអន្តរជាតិភ្នំដីច្រកទ្វារតំបន់អូអន្លង់ច្រកទ្វារតំបន់អូរំដួលនិងច្រកទ្វារតំបន់400ច្រកទ្វារទាំងអស់នេះនៅតែបើកដំណើរការធម្មតាសម្រាប់អ្នកដើរថ្មើរជើងចេញចូលទាំងប្រជាពលរដ្ឋថៃនិងខ្មែរទាំងពលករខ្មែរក៏ប៉ុន្តែការធ្វើដំណើរដោយរថយន្តដឹកបន្លែនិងផ្លែឈើឆ្លងកាត់នៅច្រកនេះគឺធ្វើការបិទទាំងស្រុងចាប់ពីថ្ងៃនេះតទៅហើយគួររំលឹកនិងកំណត់សម្គាល់ចំណុចសំខាន់ពីការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាដែលមិនឲ្យបន្លែផ្លែឈើចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែននេះគឺក្រោយពីភាគីថៃធ្វើការបើកច្រកព្រំដែននៅម៉ោង8ព្រឹកនិងបិទនៅម៉ោង4រសៀលដោយឯកតោភាគីហើយនេះគឺជាការឆ្លើយតបរបស់កម្ពុជាចំពោះសកម្មភាពក៏ក្លិនមិនគោរពច្បាប់របស់យោធាថៃដែលចង់បិទឬចង់បើកច្រកព្រំដែនដោយគ្មានការពិភាក្សា